ទី5ព្រះគ្រីស្ទគឺជាព្រះដកស្រង់ពីរ៉ូមចំពុក9ខ5ខព្រះគ្រីស្ទដែលទ្រង់ខ្ពស់លើសទាំងអស់ជាព្រះដ៏មានពរអស់កលជានិច្ចអាមែនព្រះគ្រីស្ទគឺជាព្រះទ្រង់គឺជាអធិបតីលើចក្រវាឡគ្មានព្រះណាផ្សេងក្រៅពីទ្រង់ឡើយការមានទ្រង់ជាព្រះពរគឺជាព្រះពរដ៏ធំប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះពួកគេអាចទទួលអំណរនៅអ្វីគ្រប់យ៉ាងដែលជារបស់ព្រះខ្លឹមសាររ៉ូមចំពុក9ខ5ខព្រះគ្រីស្ទដែលទ្រង់ខ្ពស់លើសទាំងអស់ជាព្រះដ៏មានពរអស់កលជានិច្ចអាមែន1កូរិនថូសចំពុក8ខ4ខនោះយើងដឹងថាក្នុងលោកីយ៍នេះរូបព្រះមិនជាអ្វីទេហើយថាគ្មានព្រះណាទៀតក្រៅពីព្រះតែមួយឡើយយូហានចំពុក1ខ12ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះរ៉ូម៉ាំង1ព្រះគ្រីស្ទគឺជាព្រះទ្រង់គឺជាព្រះអង្គម្ចាស់នៃការបង្កបង្កើតនិងជាអធិបតីលើចក្រវាឡព្រះគ្រីស្ទគឺជាព្រះអង្គទ្រង់ផ្ទាល់ទ្រង់គឺជាព្រះ B រូបព្រះទាំងអស់គឺសុទ្ធតែคล้ายនិងមិនមែនជាព្រះដ៏ពិតនោះទេរ៉ូម៉ាំង2ព្រះគ្រីស្ទគឺជាព្រះពិតតែមួយគត់នៅក្នុងសកលលោកគ្មានព្រះណាទៀតក្រៅពីទ្រង់ឡើយរីឯគឺជាព្រះតែមួយព្រះអង្គនោះសូមឲ្យទ្រង់បានល្បីព្រះនាមនិងសិរីល្អអស់កលជានិច្ចរៀងរាបតទៅអាមែន B ព្រះគ្រីស្ទដែលទ្រង់ខ្ពស់លើសទាំងអស់ជាព្រះដ៏មានពរអស់កលជានិច្ចអាមែនរ៉ូម៉ាំង3ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះព្រះពរតែមួយគត់នៅក្នុងសកលលោកទាំងមូលគឺជាព្រះអង្គទ្រង់ផ្ទាល់ទ្រង់គឺជាព្រះពរនិងជាចំណែកដ៏ពិតរបស់យើងការមានទ្រង់ជាព្រះពរគឺជាព្រះពរដ៏ធំ B ពួកយើងអាចទទួលអំណរនៅអ្វីគ្រប់យ៉ាងដែលជារបស់ព្រះនៅពេលដែលយើងបានត្រឡប់ជាកូនព្រះគ្រប់ភាពបរិបូរណ៍របស់ទ្រង់ទាំងអស់គឺជាព្រះពរនិងជាកម្មសិទ្ធិរបស់យើងរ៉ូម៉ាំង4ជីវិតខ្ញុំបានផ្លាស់ប្រែយ៉ាងអស្ចារ្យគ្រប់សន្តានតាំងពីព្រះយេស៊ូវគង់ក្នុងចិត្តមានពន្លឺនៃព្រះអង្គបានភ្លឺមកពេញទាំងប្រាណតាំងពីព្រះយេស៊ូវគង់ក្នុងចិត្តតាំងពីព្រះយេស៊ូវគង់ក្នុងចិត្តតាំងពីព្រះយេស៊ូវគង់ក្នុងចិត្ត